តោះបងប្អូនទស្សនាវីដេអូលោកយាយពីអ្នកលោកតាគាត់ច្រូតស្រូវទាំងអស់គ្នាបងប្អូនឃើញគាត់ចុះស្រូវនឹងនឹកស្រមៃការក៏នៅច្រូតស្រូវបងប្អូនតែអ្នកធ្វើស្រែវាគាត់ធ្លាប់ច្រូតធ្លាប់បានច្រូតស្រូវច្រូតអីច្រូតដៃចឹងបងប្អូននឹកសម័យកាលនៅច្រូតដៃចឹងច្រូតហើយយកទៅបោកហើយយកស្រូវទៅហាលនេះគាត់មានកង់ខ្មែរទៀតបងប្អូនមានកង់ខ្មែរមិនតិចឆ្នាំនេះកង់នេះយូរឆ្នាំហើយគេ30-40ឆ្នាំបងប្អូនតែសម័យហ្នឹងហើយឃើញគាត់នៅច្រូតដៃច្រូតអីចឹងគេមានម៉ាស៊ីនមានអីច្រូតអស់ហើយហើយជាម៉ាស៊ីនច្រូតទៅអត់រួចខ្លួនបងប្អូនមិនអោយថ្លៃម៉ាស៊ីនច្រូតក៏អត់គ្រាន់ផងហើយអញ្ចឹងគាត់មិនច្រូតដៃពីអ្នកយាយតាទៅហើយណាមួយក៏គាត់អត់លុយអត់អីចឹងគាត់ច្រូតហើយដឹកតាកង់ខ្មែរដងតិចចឹងណាបងប្អូនតែសម័យនេះយើងមានគោយន្តមានអីដឹកហើយមានលេខថងគោយន្តហើយគាត់នៅដឹកតាកង់បងប្អូន